បងប្អូនដល់ពេលវគ្គខ្ញុំដកស្ពៃខ្មៅមកធ្វើជ្រក់ធ្វើជ្រក់ស្ពៃបងប្អូនដាំមុខផ្ទះខ្ញុំហើយមានបងប្អូនណាត្រូវការទិញជ្រក់ស្ពៃទេហើយត្រូវការទិញស្ពៃខ្មៅខ្ញុំទេដាំដោយធម្មជាតិអត់មានគីមីទេដាំតែដាក់តែជាអាចគោឯងបងប្អូននេះតិចទៀតខ្ញុំដកឲ្យបងប្អូនមើលដកស្ពៃខ្មៅខ្ញុំណាឃើញទេបងប្អូននេះស្ពៃដាំផ្ទះខ្ញុំធ្វើជ្រក់ត្រូវការទិញទេបងប្អូននេះជ្រក់ស្ពៃ